ជំនួសមតិលើការបកស្រាយប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍មិនមែនជារឿងថ្មីនោះទេប៉ុន្តែវាគឺជាប្រធានបទដ៏ក្តៅគគុកមួយដែលឆ្លុះបញ្ចាំងពីការប៉ះទង្គិចគ្នារវាងភស្តុតាងវិទ្យាសាស្ត្រនិងមនោគមវិជ្ជាជាតិនិយមថ្ងៃនេះយើងនឹងលើកយកសំណួរដ៏ស៊ីជម្រៅមួយមកជជែកគ្នាតើសៀមបាត់បង់ប្រវត្តិសាស្ត្រពិតឬមានចេតនាបិទបាំងការពិតនៃសម័យកាលសតវត្សទី12និងទី13នៅក្នុងសតវត្សទី12ក្រោមរជ្ជកាលដ៏ខ្លាំងក្លារបស់ព្រះបាទជ័យវរ្ម័នទី7អាណាចក្រខ្មែរបានឈានដល់ចំណុចកំពូលនៃអំណាចទឹកដីខ្មែរបានគ្របដណ្ដប់ស្ទើរតែទាំងស្រុងលើឧបទ្វីបឥណ្ឌូចិនរួមទាំងតំបន់ដែលជាប្រទេសថៃបច្ចុប្បន្នផងដែរប៉ុន្តែនៅចុងសតវត្សទី13នៅពេលដែលមជ្ឈមណ្ឌលអំណាចអង្គរចាប់ផ្ដើមចុះខ្សោយក្រមជនជាតិថៃឡាវដែលបានធ្វើចំណាក់ស្រុកចុះមកពីទិសខាងជើងបានចាប់ផ្ដើមបង្កើតរដ្ឋបូរីតូចៗដូចជាសុខោតីការងើបឡើងនេះមិនមែនគ្រាន់តែជាការបង្កើតរដ្ឋថ្មីនោះទេប៉ុន្តែវាគឺជាចំណុចចាប់ផ្ដើមនៃយុទ្ធសាស្ត្រកាត់ផ្តាច់ឫសគល់ដើម្បីកសាងអត្តសញ្ញាណជាតិផ្ទាល់ខ្លួនរបស់ពួកគេការអប់រំប្រវត្តិសាស្ត្រនៅក្នុងប្រទេសថៃកន្លងមកហាក់បានប្រើប្រាស់វិធីសាស្ត្រដែលគេហៅថា revisionism ឬការរៀបចំប្រវត្តិសាស្ត្រឡើងវិញទី1គឺការបង្រួមឥទ្ធិពលខ្មែរគេជ្រើសរើសលើកដំកើងរដ្ឋសុខោតីថាជាចំណុចចាប់ផ្ដើមនៃសេរីភាពនិងជាអ្នករំដោះខ្លួនពីអាណានិគមខ្មែរការធ្វើបែបនេះជួយឲ្យប្រជាជនរបស់គេមានមោទនភាពថាខ្លួនជាម្ចាស់ស្រុកតាំងពីដើមមកទី2គឺការបដូរឈ្មោះមរតកវប្បធម៌ភស្តុតាងដែលមិនអាចប្រកែកបានដូចជាប្រាសាទថ្មត្រូវបានគេប្រសិទ្ធនាមថ្មីក្នុងក្របខ័ណ្ឌសិល្បៈតំបន់ដូចជាសិល្បៈលបបុរីជាដើមដើម្បីបញ្ជាការទទួលស្គាល់ថាវាមានប្រភពដើមពីអរិយធម៌អង្គរវាមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងចំពោះរដ្ឋមួយដែលស្ថិតនៅលើទឹកដីដែលធ្លាប់ជាកម្មសិទ្ធិរបស់អាណាចក្រដ៏អស្ចារ្យផ្សេងទៀតការព្យាយាមបំផ្លែងឬអះអាងថាទម្រង់វប្បធម៌ខ្មែរជារបស់ខ្លួនគឺជាយន្តការការពារខ្លួនដើម្បីកុំឲ្យពិភពលោកមើលឃើញថាពួកគេគឺជាអ្នកចម្លងឬជាអ្នកឈ្លានពានតាមពិតទៅវាមិនមែនជាការបាត់បង់ប្រវត្តិសាស្ត្រដោយអចេតនានោះទេប៉ុន្តែគឺជាការជ្រើសរើសមិនចងចាំនៅអ្វីដែលផ្ដល់ផលវិបាកដល់ស្មារតីជាតិនិយមរបស់គេទោះជាយ៉ាងណារបាំងនៃការបិទបាំងកំពុងត្រូវបានរុះរើដោយសារបច្ចេកវិទ្យា LiDARការរកឃើញទីក្រុងបុរាណក្រោមដីដែលបង្ហាញពីប្លង់វិស្វកម្មខ្មែរដ៏ស្មុគស្មាញបានបង្ខំឲ្យអ្នកប្រាជ្ញអន្តរជាតិនិងសូម្បីតែអ្នកប្រាជ្ញថៃជំនាន់ថ្មីមួយចំនួនទទួលស្គាល់ការពិតកាន់តែច្បាស់ការសិក្សាបែបវិទ្យាសាស្ត្រលើសិលាចារឹកនិងឯកសារអព្យាក្រឹតកំពុងបង្កើតជាគម្លាតកាន់តែធំរវាងអ្វីដែលសាលាបង្រៀននិងការពិតដែលពិភពលោកបានរកឃើញជារួមការបកស្រាយប្រវត្តិសាស្ត្ររបស់សៀមលើសម័យកាលសតវត្សទី12-13គឺជាលបាយរវាងតម្រូវការនយោបាយនិងការការពារអត្តសញ្ញាណប៉ុន្តែការពិតប្រវត្តិសាស្ត្រមិនអាចរលាយបាត់ឡើយដរាបណាភស្តុតាងនៅលើផ្ទាំងសិលានៅតែមានវត្តមានសម្រាប់យើងជាកូនខ្មែរការយល់ដឹងពីប្រវត្តិសាស្ត្រតាមរយៈភស្តុតាងជាក់ស្ដែងគឺជាមធ្យោបាយតែមួយគត់ដើម្បីរក្សាសច្ចភាពនៃបុព្វបុរសយើងចុះប្រិយមិត្តវិញយល់យ៉ាងណាដែរតើការសិក្សាបែបវិទ្យាសាស្ត្ររបស់យុវជនជំនាន់ថ្មីនឹងអាចផ្លាស់ប្ដូរការយល់ឃើញរបស់ប្រទេសទាំងពីរបានដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេច like និង subscribe ដើម្បីទទួលបានវីដេអូប្រវត្តិសាស្ត្រថ្មីៗទៀតសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់